បាទដូចបើសិនជាអ្នកដែលគាត់ធ្វើ branding អ្នកដែលគាត់យល់ពី brand មួយគឺ should អង់គ្លេសហៅ should live for something អញ្ចឹងណាអញ្ចឹងមានន័យថាអា brand Asara World ហ្នឹងខ្ញុំចង់ឲ្យវា connect ជាមួយនឹងខ្មែរ arts and culture សិល្បៈនិងវប្បធម៌ខ្មែរព្រោះវាជាចំណុចមួយដែលថាបើគិតពី business side គឺវាធ្វើវា connect ជាមួយទស្សនិកជនផងអ្នកដែលទិញនឹងជាជនជាតិខ្មែរហើយ space ហ្នឹងមានន័យថានៅក្នុងខ្មែរគេថា market នឹងទីផ្សារហ្នឹងគឺអត់ធ្វើមានអ្នកប៉ះពីមុនអញ្ចឹងពេលដែលយើងចូលទៅយើងទទួលបានភាពជោគជ័យរៀងលឿនជាងbrand ដែលជារបៀបផ្សេងអញ្ចឹងយើងធ្វើទៅក៏គេស្គាល់ច្រើនគេពាក់ច្រើនខ្មែរនៅក្រៅប្រទេសក៏ចាប់អារម្មណ៍បរទេសជា expert ជា tourist ក៏គាត់ចាប់អារម្មណ៍ដែរអញ្ចឹងខ្ញុំគិតថានេះជាជោគជ័យមួយកម្រិតមួយសម្រាប់ Asara World ជំរាបសួរខ្ញុំឈ្មោះសៅផលរិស័យជាស្ថាបនិករបស់ Asara World តាមពិតយើងគាត់ចង់បានឈ្មោះមួយដែលថាវាលយហើយយើងគិតថា Asara គឺជាវិទ្យាអញ្ចឹងក្នុងទេវកថាអញ្ចឹងយើងយកឈ្មោះហ្នឹងមកដូរវាបន្តិចតួចទៅជា Asara ហើយយើងក៏ប្រើប្រាស់ icon ដែលជារូបយក្សហ្នឹងពីគំនូរបុរាណហ្នឹងធ្វើជា logo របស់ brand ហ្នឹងតែម្ដងខ្ញុំគិតថា local brand សម្រាប់បរិបទជាខោអាវរបស់ខ្ញុំគឺទី1គឺ brand ហ្នឹងបង្កើតដោយខ្មែរដោយបង្កើតនៅក្នុងទឹកដីខ្មែរហើយមាន founder ជាខ្មែរដូចខ្ញុំហើយសម្រាប់ខ្ញុំសំខាន់មួយទៀតគឺផលិតនៅក្នុងស្រុកខ្មែរដោយសារយើង market វាជាផលិតផលរបស់ប្រទេសកម្ពុជាយើងផលិតនៅក្នុងប្រទេសខ្មែរ design ដោយជនជាតិខ្មែរហើយលក់ដោយជនជាតិខ្មែរទៀតបាទប៉ុន្តែក៏មានភ្ញៀវជនជាតិបរទេសតែងតែគាត់ចាប់អារម្មណ៍លើការ design របស់យើងតាមពិតការបង្កើត brand Asara World ហ្នឹងគឺកើតឡើងដោយចៃដន្យមែនតើគឺចាប់ផ្ដើមពីពេលដែលប្រទេសកម្ពុជាយើងចាប់ផ្ដើមធ្វើ SEA Games រៀបចំធ្វើ SEA Games ហើយពេលហ្នឹងខ្ញុំនៅជាមួយនឹងប្អូនជីដូនមួយរបស់ខ្ញុំហើយបន្ទាប់មកយើងពិភាក្សាគ្នាតើយើងអាចមាន let's say ថារលួយបានពី event នឹងរបៀបម៉េចហើយ event គាត់មាន official merchandise ប៉ុន្តែខ្ញុំគិតថាយើងអាចធ្វើជា unofficial merchandise ធ្វើលេងអញ្ចឹងណាហើយក៏គិតឃើញថាកាលពីខ្ញុំពីមុនខ្ញុំធ្វើជា graphic design agency ហើយយើងមានគិតថាចង់ធ្វើ brand ធ្វើអីដែរហើយយើងបានសិក្សាធ្វើ logo លេងឈ្មោះ Asara តមកក៏ឃើញ brand បរទេសគេមានពាក្យ world ពាក្យអីហ្នឹងក៏មើលទៅអូបើដាក់ចុះនេះវាល្អអញ្ចឹងខ្ញុំក៏គិតថាយើងដាក់ពាក្យ Asara World ហើយយក logo ហ្នឹងមកធ្វើហើយតមកខ្ញុំក៏ចាប់ផ្ដើម design ភ្លាមតែម្ដងក្នុងរយៈពេលត្រឹមតែកន្លះខែក៏យើង design បាន mode សម្រាប់ដែលតាក់ទងនឹង sport តាក់ទងនឹង SEA Games ហើយបន្ទាប់មកយើងក៏ចាប់ផ្ដើមរក supplier sourcing រក supplier អ្នកផលិតអ្នក print អីផ្សេងក៏ចាប់ផ្ដើមធ្វើក្នុងពេលភ្លាមមុន SEA Games ហើយជាខ្ទង់មួយខែជាងទេហើយក៏យើងធ្វើការ post នៅលើ Facebook សម្រាប់បើក pre-order ក៏មានអ្នកចាប់អារម្មណ៍ទិញអាវច្រើនដែរតែមិនច្រើនណាស់ទេព្រោះវាថ្មីអញ្ចឹងដំណើរដើមទងវាចាប់ផ្ដើមពីពេលហ្នឹងចំណុចរបត់របស់យើងហ្មងមិនមែនអាវដែលតាក់ទងនឹង SEA Games ហ្នឹងទេប៉ុន្តែវាជាចំណាត់ផ្ដើមនៃការ start local brand របស់ខ្ញុំពេលដែលយើងចាប់ SEA Games នឹងភ្លាមការលក់អាវហ្នឹងក៏លេងដែរអញ្ចឹងខ្ញុំក៏ផ្អាកមួយរយៈទៅក៏អង្គុយធ្វើ design ថ្មីតែដល់ចំណុចមួយខ្ញុំគិតឃើញថាវាអត់ទាន់មានគេធ្វើអាវរបៀប print all over print ដោយអាវខ្ញុំពាក់ដែលហៅ Khmerism ហ្នឹងណាអញ្ចឹងខ្ញុំថតជាមួយ designer របស់ខ្ញុំថាអូនយើងអាចលេងឲ្យបានរបៀប all over print ព្រោះអត់ទាន់មានអ្នកគេធ្វើទេយើង print ទឹកថ្នាំលើហ្នឹងហើយយើងដាក់ពាក្យមួយដែលតំណាងខ្មែរហ្មងយើងចង់បានអាវមួយដែលពាក់ទៅគាត់មានមោទនភាពជាខ្មែរហើយវាelement ធាតុនៅលើអាវហ្នឹងគឺយើងយកពីរបស់ខ្មែរអញ្ចឹងពេលដែលយើង design អាវហ្នឹងហើយវាយើងរកឈ្មោះអត់ចាញ់ដែរអញ្ចឹងខ្ញុំគិតថាអូខេដាក់ឈ្មោះ Khmerism មានន័យថាខ្មែរនិយមអីហ្នឹងក៏ពេលហ្នឹងគឺអាវហ្នឹងចាប់ផ្ដើម viral នៅលើ social media យើងដាក់ pre-order តែមានអ្នកទិញច្រើនហើយគេចាប់អារម្មណ៍ច្រើនមែនតើហើយ Khmerism ខ្លះជា hero product របស់យើងពីពេលហ្នឹងមកប៉ុន្តែចំណុចមួយទៀតដែលជាចំណុចរបត់មួយទៀតគឺយើងអនុញ្ញាតឲ្យភ្ញៀវ print ឈ្មោះគាត់លើហ្នឹងដូចឈ្មោះខ្ញុំពាក់ហ្នឹងឈ្មោះរាសីហ្នឹងគាត់អាច print ឈ្មោះគាត់លើហ្នឹងអញ្ចឹងអាវហ្នឹងវាកាន់តែពិសេសសម្រាប់ពួកគាត់គឺវា belong សម្រាប់តែគាត់ម្នាក់ទេ Facebook តែ graphic ទាំងមូលវាដូចគ្នា
ប៉ុន្តែខាងលើហ្នឹងគឺមានឈ្មោះគាត់អញ្ចឹងយើង develop លើ a hero product របស់យើងហ្នឹងដែលវាលក់ដាច់ហើយហ្នឹងចេញជា version 1 version 2 version 3 version 4 version 5 version 6ដែលមាន sim របស់វាប្រធានបទរបស់វាផ្សេងគ្នាប៉ុន្តែស្ថិតក្នុងរង្វង់ពាក្យខ្មែរនិយមឬខ្មែរនិយមហ្នឹងអញ្ចឹងជានេះជាចំណុចមួយដែលគេចាប់អារម្មណ៍ដូចបើសិនជាអ្នកដែលគាត់ធ្វើ branding អ្នកដែលគាត់យល់ពី brand មួយគឺ should អង់គ្លេសហៅ should live for something អញ្ចឹងណាអញ្ចឹងមានន័យថាអា brand Asaravel ហ្នឹងខ្ញុំចង់ឲ្យវា connect ជាមួយនឹងខ្មែរ arts and culture សិល្បៈនិងវប្បធម៌ខ្មែរព្រោះវាជាចំណុចមួយដែលថាបើគិតពី business side គឺវាធ្វើវា connect ជាមួយទស្សនិកជនផងអ្នកដែលទិញនឹងជាជនជាតិខ្មែរហើយ space ហ្នឹងមានន័យថានៅក្នុងខ្មែរគេថា market នឹងទីផ្សារហ្នឹងគឺអត់សូវមានអ្នកប៉ះពីមុនអញ្ចឹងពេលដែលយើងចូលទៅយើងទទួលបានភាពជោគជ័យរៀងលឿនជាងbrand ដែលជារបៀបផ្សេងអញ្ចឹងយើងធ្វើទៅក៏គេស្គាល់ច្រើនគេពាក់ច្រើនខ្មែរនៅក្រៅប្រទេសក៏ចាប់អារម្មណ៍បរទេសជា expert ជា tourist ក៏គាត់ចាប់អារម្មណ៍ដែរអញ្ចឹងខ្ញុំគិតថានេះជាជោគជ័យមួយកម្រិតមួយសម្រាប់ Asaravel តាមពិតខ្ញុំគិតថាប្រទេសខ្មែរយើងវប្បធម៌ខ្មែរយើងសិល្បៈរបស់ខ្មែរយើងវាមានភាពសម្បូរបែបដែលអាចឲ្យយើងលេងរាប់សិបឆ្នាំក៏អត់ដែរអញ្ចឹងមានថាខ្មែរយើងគឺមានគេដំណើរវប្បធម៌សិល្បៈតាំងពីសម័យដូនតាយើងរាប់ពាន់ឆ្នាំតាំងពីសម័យមុនមកច្រើនមែនតើដែលអាចឲ្យអ្នកសិល្បៈជា designer ជា fashion designer ជា graphic designer ឬក៏អ្នកដែលក្នុងវិស័យច្នៃប្រឌិតយកមកប្រើប្រាស់ដើម្បីបង្ហាញថាយើងនឹងជាខ្មែរអត់ចេះអស់ទេវាច្រើនមែនតើដូចខាងអូនឃើញស្រាប់ហើយយើងចេញសូម្បីតែតាក់ទងនឹងស្បែកធំឬក៏អីមួយហ្នឹងក៏យើងលេងអត់អស់ដែរវាមានភាពចម្រុះច្រើនភាពចម្រុះភាពសម្បូរបែបច្រើនមែនតើអញ្ចឹងខ្ញុំគិតថានេះជាលក្ខណៈពិសេសរបស់វប្បធម៌ខ្មែរដោយសារយើងជាវប្បធម៌វ័យចំណាស់មួយនៅអាស៊ីអាគ្នេយ៍អញ្ចឹងមានន័យថានេះជាចំណុចមួយដែលខ្ញុំអាចយកមកប្រើប្រាស់សម្រាប់ធ្វើឲ្យ brand ខ្ញុំកាន់តែទទួលបានការចាប់អារម្មណ៍ពីសាធារណជនពេលដែលយើង design mode មួយគឺយើងព្យាយាមធ្វើម៉េច avoid នៅជៀសវាងនៅភាពមិនត្រឹមត្រូវនៅក្នុងសិល្បៈវប្បធម៌ខ្មែរពេលខ្លះវាអាចមានកំហុសឆ្គងតិចតួចប៉ុន្តែយើងបានព្យាយាមអស់ពីលទ្ធភាពក្នុងការធ្វើការស្រាវជ្រាវលើសភៅលើ source ផ្សេងតាមអ៊ីនធឺណិតសភៅសិល្បៈឬក៏ពេលខ្លះយើងត្រូវទៅប្រាសាទទៅអីហ្នឹងថតរូបថតអីយកមកជាក់ស្ដែងថាអូខេនេះជាសិល្បៈខ្មែរពិតប្រាកដព្រោះយើងដឹងថាអាហ្នឹងវារៀងចំណុចរសើបនេះថាពេលខ្លះបើសិនយើងអត់មានចំណេះដឹងលើសិល្បៈវប្បធម៌ទេយើងងាយនឹងភ័ន្តច្រឡំក្នុងការសិល្បៈបែបប្រទេសជិតខាងយើងជាមួយនឹងយើងអត់ចង់និយាយពីអ្នកផ្សេងទេប៉ុន្តែមានគេខ្លះគេច្រឡំយកក្បាច់ហ្នឹងវាស្រដៀងខ្មែរប៉ុន្តែមិនមែនផុសយើងហ្នឹងផងគេយកទៅ develop ប្រើជាក្បាច់ផុសទេចិត្តខាងយើងហ្នឹងអញ្ចឹងគាត់ធ្វើខុសតែយើងព្យាយាមឲ្យអស់ពីលទ្ធភាពមានន័យថាយើងប្រើចំណេះជំនាញក្នុងនាមខ្ញុំជាអ្នកដែលសិក្សាផ្នែកសិល្បៈដែរព្រោះខ្ញុំរៀនចប់ស្ថាបត្យកម្មពីសាលារចនាអញ្ចឹងមានថាហើយខ្ញុំមាន team របស់ខ្ញុំផ្សេងទៀតដែលគាត់មានជំនាញហើយនឹងចំណេះបែបសិល្បៈអញ្ចឹងការធ្វើរបស់យើងគឺព្យាយាម avoid នៅកំហុសឆ្គងដោយអចេតនាពេលដែលយើងចេញទៅឧទាហរណ៍យើងច្រឡំយកក្បាច់ប្រទេសជិតខាងយើងមកយើងដាក់វាអាចទៅជា backlash ធ្វើឲ្យ brand ហ្នឹងខូចគេឈ្មោះបាទអញ្ចឹងយើងព្យាយាមមែនតើកុំឲ្យមានបញ្ហានេះកើតសម្រាប់ខ្ញុំជាម្ចាស់ brand ហើយអ្វីដែលខ្ញុំចង់ឲ្យអ្នកទិញឬក៏អ្នកទិញយុទ្ធពៈហ្នឹងគាត់មានអារម្មណ៍គឺទី1ដែលសំខាន់បំផុតគឺផាសុខភាពផាសុខភាពនឹងសំខាន់ណាស់ទោះបីអាវនឹងវាស្អាតមិនប៉ុន្តែពាក់ទៅអត់ស្រួលខ្លួនគឺគាត់អត់ពាក់ទេទី1ផាសុខភាពព្រោះយើងព្យាយាមជ្រើសរើសនៅសាច់ក្រណាត់ work closely ជាមួយរោងចក្រដើម្បីតែធ្វើម៉េចឲ្យសាច់ក្រណាត់ហ្នឹងវាល្អអ្វីតាមតម្រូវការរបស់អ្នកទិញរបស់យើងហើយមួយទៀតដែលសំខាន់មួយទៀតគឺមោទនភាពគាត់ទិញយុទ្ធពៈទៅគាត់អារម្មណ៍ល្អគាត់មានមោទនភាពកើតមកជាខ្មែរបាទហើយគាត់ជួយផ្សព្វផ្សាយវប្បធម៌ខ្មែរទៅឲ្យអ្នកផ្សេងឃើញដំណើរនៃការធ្វើ brand
Asura World ហ្នឹងវាអត់មែនល្អទាំងអស់ហើយវាមិនមែនរីករាយទាំងអស់ទេវាជួបរឿងជាក់ស្ដែងខ្ញុំរកស៊ីអីពីមុនផ្សេងទៅមកក៏វាអកុសលវាក៏ធ្លាក់អីចឹងទៅវាក៏បរាជ័យក៏យើងធ្វើអានេះធ្វើទៅក៏យើងប្រឹងវាទៅក៏វាជោគជ័យប៉ុន្តែពេលខ្លះវាជោគជ័យពេកឧទាហរណ៍ដូចឆ្នាំ2024យើងចេញ collection អាវ Hawaii អាវរបៀបកណាត់តម្រូវការខ្ពស់ viral តម្រូវការខ្ពស់យើងក៏គេហៅថារៀងលបលន់ដែរទទួល order គេច្រើនពេកហើយពេលដែលរោងចក្រធ្វើអត់ទាន់យើងត្រូវ refund ឲ្យភ្ញៀវហើយភ្ញៀវមិនចង់បានលុយ refund ទេគាត់ចង់បានអាវពាក់ចូលឆ្នាំអញ្ចឹងមានន័យថាគាត់ខឹងយើងអញ្ចឹងអានឹងខូចឈ្មោះម្ដងអាឆ្នាំបន្ទាប់បន្ថយបានបន្តិចអញ្ចឹងអ្វីដែលខ្ញុំបានរៀនពីធ្វើ business នេះគឺភ្ញៀវសំខាន់តែគាត់អត់សប្បាយចិត្តហើយពេលខ្លះគាត់ដេញទិញយើងហ្មងតែពេលខ្លះយើងក៏មានបញ្ហារបស់យើងដែលយើងធ្វើឲ្យគាត់អត់សប្បាយចិត្តនឹងដែលយើងពិបាកក្នុងការបកស្រាយបាទសម្រាប់ការធ្វើ brand ហ្នឹងគឺខ្ញុំគិតថាវាងាយស្រួលបើមិនជាធ្វើឲ្យវាគេស្គាល់ហើយគេទិញអត់ពិបាកទេពិបាករឿង business side ផុស brand ហ្នឹងទេមានន័យថាការផលិតការគ្រប់គ្រងគុណភាពការគ្រប់គ្រងសេវាកម្មហើយហិរញ្ញវត្ថុអានឹងថាជាពិបាកសម្រាប់ខ្ញុំប៉ុន្តែធ្វើ brand ការ design ការចេញ mode ការធ្វើឲ្យគេស្គាល់ការធ្វើឲ្យវាលក់ដាច់ហើយជាអត់សូវពិបាកសម្រាប់ខ្ញុំទេតាមពិត local brand ដែលអូនមានប្រសាសន៍គឺមានន័យថាវាមិនគួរ limit ត្រឹមតែខោអាវទេព្រោះខោអាវនឹងវាងាយស្រួលក្នុងការចូលមែនអ្នកមានលុយតិចតួចក៏គាត់អាចធ្វើបានតែមានគំនិតអាចធ្វើទីផ្សារបានខ្លួនឯងប៉ុន្តែដើម្បីឲ្យប្រទេសកម្ពុជាយើងរីកចម្រើន local brand គួរលើសពីហ្នឹងគួរមានគ្រប់ផលិតផលដែលជាតម្រូវការរបស់ប្រជាជនខ្មែរក្នុងប្រទេសនិងក្រៅប្រទេសវាអាចជាម្ហូបវាអាចជាអីផ្សេងគួរតែផលិតក្នុងស្រុកគួរតែកើតពីគំនិតច្នៃប្រឌិតរបស់ជនជាតិខ្មែរទៅប្រទេសយើងអាចរីកចម្រើនបានខ្លាំងទៅពេលអនាគតបាទហើយចំពោះការធ្វើ local brand ជាសម្លៀកបំពាក់ត្រូវមានគំនិតខ្លួនឯងត្រូវមាន idea ដែលជាផុសខ្លួនឯងមាន audience ខ្លួនឯងបានយើងអាចរីកចម្រើនធំបាន